ឃើញសាច់កាខែខប់នៅដើមវីដេអូហ្នឹងបងប្អូនដឹងតែមានរឿងអីអត់តាមពិតទៅខ្ញុំចង់ថតរបៀប content តែឲ្យប្តីខ្ញុំធ្វើជាម្ចាស់ចំការដើមឈូកផ្កាឈូកណាហើយខ្ញុំទៅស្រែកសួរគាត់ពីចងាយមានណាកាន់តែស្រែកបានតែបងហើយមួយម៉ាត់ហ្នឹងគឺថាបុកពុះសើចមកតែម្ដងវាអត់ធ្លាប់សំដែងណាបងប្អូនហើយចំការផ្កាឈូកហ្នឹងគឺនៅខាងព្រៃវែងនេះថ្ងៃនេះបានចុះខាងទៀតណាបេសកកម្មពេញមួយថ្ងៃរបស់ខ្ញុំគឺទៅខាងស្រុកម៉ែកមេឃរបស់ខ្ញុំទៅសាន់ចេញមេនិយាយទៅឡើងចុះរីកញឹកទីហើយអស់ពីសាន់ចូលឆ្នាំចិនចេញមេម្លងពេលទឹកគឺចូលឆ្នាំខ្មែរទៀតហើយគឺឡើងទៅតាំងម៉ោង 5 បងប្អូនកូនខ្ញុំគឺថាយើងងើបម៉ោង 5ក៏ងើបម៉ោង 5 ដែរមានណាចេះតែម៉ោង11ជាងហ្នឹងគឺថាកណ្ដាលដាក់ក្បាលដល់ខ្នើយគឺបិទភ្នែកយកតែម្ដងរឿងអីមិនទុនបងប្អូនឲ្យនេះតើតណែងហាក្តៅហាអីផងនិយាយទៅដើរហាក្តៅអីមកតំហឹងនៅផ្ទះឲ្យគាត់ចេញក្រៅតែពេលព្រឹកហើយនឹងពេលល្ងាចទេវាអត់សូវក្តៅប៉ុន្តែដល់ពេលយើងទៅស្រុកម្ដងគឺគាត់ដើរមកស្រឡាញ់ហើយដើរទៅមិនអីទេវាមានមលុបមានអីខ្លះដែរឥឡូវនេះយើងមកថាចន្ទីវាยังមានផ្លែមួយពីរហើយដីឆ្កាបបងខ្លាញ់ខ្ញុំហ្នឹងអញ្ចឹងក៏យើងមកអើតមើលមានផ្លែដែលអាចបេះញ៉ាំបានអត់មានមែនបងប្អូននេះផ្លែទុំនៅដើមមាត់ទឹកហ្នឹងតែម្ដងផ្អែមឆ្ងាញ់ជាប់ចិត្តប៉ុន្តែគាត់ថាវាអត់ទាន់ទុំស្រស់គ្នាល្អទេអញ្ចឹងគឺយើងបេះបានតែប្រហែលគ្រាប់ទេហើយបន្តទៅដល់ការបេះផ្លែស្វាយខ្ញុំប្រាប់ម៉ែក្មេងខ្ញុំថាបងខ្លាញ់គាត់ឲ្យបេះស្វាយតែគាត់ទៅព្រោះតែស្វាយតែគាត់អត់មានអ្នកណាហូបទេហើយម៉ែក្មេងខ្ញុំក៏គាត់ថាចុះស្វាយតែអញមានអ្នកណាស៊ីនិយាយទៅទុំជ្រុះចោលបងប្អូនស្វាយគាត់ដឹងថានិយាយទៅគាត់ដាំតែគាត់អត់សូវហូបទេហើយមួយទៀតបើសិនជាដូចតែយើងដែរហ្នឹងបងប្អូនបើថាយើងសម្បូរអីហើយគឺយើងអត់សូវចូលចិត្តទេវាហូបទៅវាតលាន់អីចឹងណាឥឡូវចេញពីដីចកាហ្នឹងមកក៏នេះជីត្រឡប់មកផ្ទះវិញប៉ុន្តែត្រូវឆ្លងកាត់បឹងឈូកមួយដែលវីដេអូមួយដែលថាខ្ញុំចង់ឲ្យប្តីខ្ញុំគាត់ធ្វើជាម្ចាស់ចំការបងប្អូនមានថតបានស្អីទេចាហើយឃើញផ្កាឈូកហើយក្នុងដើមឈូកគេដាំយកផ្កាយកផ្លែយកផ្កាវាពីស្អាតហើយខ្យល់បក់ទៅសៀកមកចាំមើលមានពេលគឺខ្ញុំនឹងទៅលេងនៅនឹងឲ្យរៀងយូរតិចហ្មងទៅអង្គុយលេងឬក៏មានអីទៅញ៉ាំនៅហ្នឹងបងប្អូនអារម្មណ៍ស្រស់ស្រាយល្អប្រហែលជាចូលឆ្នាំទៅអង្គុយលេងនឹងមកស្ទូទៀតបងប្អូនត្រូវការវីសាទៅគ្រប់បណ្ដាប្រទេសរួមជាមួយនឹងសមុទ្រចិនហោះអាចតាក់ទងមកកាន់ page Easy Visa Consultant ឬ Telegram នៅលើ caption